វីដេអូនេះគឺយើងជួបគ្នាថ្មីទៀតហើយពាក់ព័ន្ធមួយនឹងរឿង social media ខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឮហើយពាក្យថា page ហើយនិង channel ខ្ញុំឧទាហរណ៍បែបនេះឲ្យអ្នកទាំងអស់គ្នាងាយយល់ឧបកិច្ចថាខ្ញុំទៅមកពីភពសុកចុះហើយខ្ញុំទៅតែមកដល់ផែនដីមកសមមិញមកដល់ផែនដីប្រកាសថាគឺអត់ស្គាល់ Facebook ថាអីគេទេហើយបន្ទាប់មកខ្ញុំចង់ទំនាក់ទំនងជាមួយនឹងអូននៅលើផែនដីអញ្ចឹងខ្ញុំក៏ត្រូវបង្កើត account Facebook មួយដើម្បីលេងដែរហើយការបង្កើត account Facebook គឺមានដំណើរការរបស់វាអញ្ចឹងយើងប្រពកិច្ចហ្មងទៅថាយើងបានបង្កើត account Facebook មួយដោយជោគជ័យដែលយើងប្រើប្រាស់ឈ្មោះ email លេខទូរស័ព្ទឬក៏ password អីផ្សេងៗទៀតដែលគេស្នើសុំឲ្យយើងបំពេញបញ្ចូលហើយការដាក់ឈ្មោះដាក់ថ្ងៃខែឆ្នាំកំណើតអីពិតប្រាកដហ្នឹងគេហៅថា real account ឬក៏ account ពិតប្រាកដដែលជាទូទៅបើសិនជាយើងដាក់ខុសអីមួយគេហៅថា account fake អីអ្វីដែលយើងត្រូវចងចាំនោះគឺឈ្មោះគណនីហើយនិង password អាហ្នឹងភ្លេចអត់បានទេជាទូទៅឈ្មោះអ្នកទាំងអស់គ្នាធម្មតាថ្ងៃខែឆ្នាំកំណើតឬក៏ address អីផ្សេងៗហ្នឹងយើងត្រូវតែចងចាំទាំងអស់គ្នាហើយក៏ប៉ុន្តែបើសិនជានិយាយអំពី username password អ្នកទាំងអស់គ្នាអាចភ្លេចឈ្មោះគណនីជាទូទៅក្រុមហ៊ុន Facebook តែងតែប្រើប្រាស់លេខទូរស័ព្ទឬក៏ email របស់យើងហើយឈ្មោះគណនីតិចថាអត់ដឹងមានន័យថាម៉េចណាអាហ្នឹងបកទៅជាអង់គ្លេសវិញគេហៅថា username ហើយ password គឺមានន័យថាលេខសម្ងាត់ក៏ប៉ុន្តែបើបកថាលេខសម្ងាត់ដូចជាមិនសូវស៊ីទេដាក់ថាពាក្យសម្ងាត់វិញមិនត្រូវឥឡូវកុំឲ្យវែងឆ្ងាយយើងសម្រេចទៅថាយើងបង្កើត account បានជោគជ័យអញ្ចឹងនៅពេលដែលយើងបង្កើត account បានជោគជ័យប្រកាសថាយើងត្រូវយក username និង password ហ្នឹងយកទៅវាយចូលក្នុង website ក៏បានឬក៏ app នៅក្នុងទូរស័ព្ទយើងក៏បានដែរដើម្បីចូលទៅប្រើប្រាស់នៅពេលដែលអ្នកទាំងអស់គ្នាចូលទៅប្រើប្រាស់កម្មវិធី Facebook ហ្នឹងដោយប្រើ username password របស់យើងជាទូទៅគេឲ្យយើងជា profile មួយសិន profile ហ្នឹងយើងឃើញភាគច្រើនគឺចេញមកគឺឈ្មោះរបស់យើងពិតប្រាកដអីពិតប្រាកដរបស់យើងហ្នឹងគឺដោយសារវាយកព័ត៌មានដែលយើងបំពេញតាមពីដំបូងហ្នឹងយកមកខ្លាយទៅជាព័ត៌មាន profile របស់យើងអញ្ចឹងពេលហ្នឹងគឺមានន័យថាយើងអាចលេង Facebook បានហើយយើងអាច upload ដូចជារូបភាពឬក៏អីបញ្ចូលបន្ថែមទៅដូចជា cover ឬក៏ profile របស់យើងឲ្យពេញលេញតែម្ដងអញ្ចឹងមានន័យថា account ហ្នឹងគឺ account Facebook របស់យើងពេញលេញហើយជាទូទៅអាហ្នឹងគេហៅថា profile មិនមែនហៅថា page អីទេរីឯ page វិញគឺនៅពេលដែលយើងមាន profile រួចហើយទើបយើងទៅបង្កើត page មួយទៀតឬក៏ច្រើនទៀតក៏បានដែរដែលអ្នកទាំងអស់គ្នាគិតថាខ្លួនឯងអាចគ្រប់គ្រងបានអញ្ចឹងទោះថា page ហ្នឹងយើងបង្កើតដើម្បីអីបើយើងមាន profile មួយរួចហើយការបង្កើត page ហ្នឹងគឺនៅក្នុងគោលបំណងក្នុងការបែងចែកប្រធានបទរបស់យើងចេញពីគ្នាដល់ឡែកឧទាហរណ៍ថាខ្ញុំមានក្រុមហ៊ុន2ដែលទើបតែមកពីភពសុកបើកនៅក្នុងផែនដីយើងថាមានក្រុមហ៊ុនមួយលក់សត្វ alien ក្រុមហ៊ុនមួយទៀតលក់បច្ចេកវិទ្យា alien ដែលមានឈ្មោះខុសគ្នាអញ្ចឹងនៅពេលដែលខ្ញុំចង់ឲ្យគេស្គាល់ brand ហាងរបស់ខ្ញុំវាមិនដែរថាខ្ញុំទៅដាក់ឈ្មោះខ្លួនឯងដើម្បីបង្ហាញគេទេខ្ញុំជាខ្ញុំដាក់ឈ្មោះរបស់ខ្ញុំដើម្បីបង្ហោះអំពីឥឡូវបងប្អូននៅភពសុកហើយគឺខ្ញុំមកដល់ផែនដីអីហើយអីចេះមួយចេះពីរក៏ប៉ុន្តែនៅពេលដែលខ្ញុំចង់ផ្សព្វផ្សាយពាណិជ្ជកម្មពីសត្វ alien របស់ខ្ញុំឬក៏បច្ចេកវិទ្យា alien របស់ខ្ញុំអញ្ចឹងខ្ញុំត្រូវតែផុសនៅក្នុង page ដែល like ពីព្រោះថាមិនអញ្ចឹងទេវាច្បុកច្បល់គ្នាហើយនៅក្នុងគោលបំណងវាអាចនឹងមានភាពខុសគ្នាដែរវាមិនមែនជាគោលបំណងតែមួយអីចឹងខ្ញុំត្រូវដាក់ page ដែល like ផ្សេងគ្នាហើយបើយោងតាមចិត្តសាស្ត្រក៏ដូចគ្នាដែរមានន័យថាអ្នកខ្លះគាត់ចូលចិត្តធម្មជាតិយើងគួរតែធ្វើ page ពាក់ព័ន្ធមួយធម្មជាតិហ្នឹងដាក់ដល់ like ហើយ page ពាក់ព័ន្ធមួយនឹងវិទ្យាសាស្ត្រហ្នឹងយើងដាក់ដល់ like អញ្ចឹងសត្វ alien វាអាចថាជាធម្មជាតិរីឯគ្រឿងវិទ្យាសាស្ត្រគឺឧបករណ៍វិទ្យាសាស្ត្រអញ្ចឹងចំណង់ចំណូលចិត្តអ្នកដែលចូលមើល page របស់យើងក៏ខុសគ្នាដែរកុំឲ្យគ្នាចូលចិត្តធម្មជាតិតែបើកមើលឃើញយើងបង្ហោះតែវិទ្យាសាស្ត្រហ្នឹងចូលទៅញ៉ៃនៅក្នុង new feed របស់គេអញ្ចឹងពេលខ្លះគេធុញយើងដែរអញ្ចឹងអ្វីដែលយើងអាចធ្វើបានគឺយើងញែកដាក់ឈ្មោះវាដាច់ពីគ្នាហើយការគ្រប់គ្រងវាដល់ឡៃពីគ្នាហើយសម្រាប់ក្រុមហ៊ុនដូចជា Facebook ជាដើមគឺការគ្រប់គ្រង page ឧទាហរណ៍ថាខ្ញុំមានalien ផ្សេងមួយទៀតដែលមកពីភពព្រះអង្គាហើយគាត់មកជួយគ្រប់គ្រងអីគេសត្វ alien ឬក៏បច្ចេកវិទ្យារបស់ខ្ញុំអញ្ចឹងទៅអញ្ចឹងជាទូទៅយើងមិនមែនមាន profile មួយហ្នឹងយកទៅ log in ប្រើទាំងពីរ3 page អញ្ចឹងទេគឺខ្ញុំប្រើ profile របស់ខ្ញុំហើយម្នាក់ទៀតដែលនៅភពព្រះអង្គាហ្នឹងគាត់ប្រើ profile របស់គាត់ហើយ remote ចូលនៅក្នុង page បង្ហោះអីរួមគ្នាបានដូចជាគេហៅថាក្រុមហ៊ុនមួយដែលយើងអាចចូលម្ដង2នាក់បានអ្នកណាធ្វើអីធ្វើទៅនៅក្នុង page ហ្នឹងឲ្យតែច្បាស់លាស់ថាយើងដាក់សិតឲ្យគាត់ឲ្យច្បាស់លាស់អញ្ចឹងណាវាដូចជាក្រុមហ៊ុនឬក៏ដូចហាងមួយអញ្ចឹងអាហ្នឹងគឺគោលដៅរបស់ page ហើយក៏ប៉ុន្តែជាទូទៅបើសិនយើងចង់ចូលលេង profile របស់យើងខ្លួនឯងគឺយើងត្រូវតែ
ប្រើ username password របស់ខ្លួនឯងមិនមែនចូលបែបលក្ខណៈបើកសិតឲ្យគេហើយគេចេញចូលបាននោះទេហើយក៏គេមិនដែរឲ្យprofile របស់យើងទៅឲ្យអ្នកដទៃដើម្បីចូលទៅគ្រប់គ្រង page របស់យើងដែរអញ្ចឹងខ្ញុំបញ្ជាក់បន្ថែមបន្តិចណា profile របស់យើងអាចចូលទៅគ្រប់គ្រង page បានហើយ page យើងអាចគ្រប់គ្រងរួមគ្នាចាប់ពី2នាក់ឡើងទៅបាននៅពេលដែលអ្នកទាំងអស់គ្នាបើកសិតឲ្យ profile ណាមួយចូលទៅគ្រប់គ្រង page នឹងបានគឺគេអាចមើលតែក្នុង page នឹងបានទេដូចជា chat ឬក៏ post អីនៅក្នុង page នឹងទេក៏ប៉ុន្តែការចូលនៅក្នុង profile របស់យើងអូខេយើងអាចស្នេហាអូនបងនៅក្នុងហ្នឹងគឺអត់ភ័យអ្នកណាចូលទៅមើលនៅក្នុង profile របស់យើងបានទេដោយសារអីគេចូលត្រឹមតែ page បានតែគេអាចចូលក្នុង profile របស់យើងបានទេលើកលែងតែគេ hack យក profile យើងដើម្បីទៅគ្រប់គ្រង page របស់យើងទេហើយជាទូទៅ social media វាអត់ដូចគ្នាដូចយើងឃើញថាYouTube គេមាន brand channel main channel របស់គេហើយដូចជា social media មួយចំនួនគឺគេអត់ទាន់អាចបែងចែកមាន page មាន profile អីចឹងទេអញ្ចឹងមានបណ្ដាញសង្គមច្រើនដែលពេលខ្លះគឺបង្កើតបានតែគណនីហ្នឹងលេងបានតែគណនីហ្នឹងទេអត់មាន page អត់មាន channel អត់មានអីផ្សេងដល់ឡែកទេហើយការហៅឈ្មោះពាក្យថា page ឬក៏ channel វាអាស្រ័យទៅលើក្រុមហ៊ុនដែលចង់ដាក់ទេអញ្ចឹងចង់បញ្ជាក់អ្វីដែលខ្ញុំលើកឡើងមកនិយាយនេះគឺចង់និយាយអំពី Facebook ហើយនិង YouTube ក៏បានព្រោះ YouTube គេមាន main channel និង brand channel ក៏តែនៅលើ social media មួយចំនួនទៀតគឺអត់មានទេអញ្ចឹងយើងគ្រាន់តែយល់អានេះជា basic សិនដើម្បីបន្តភាគបន្តទៀតនៅវីដេអូក្រោយៗវាងាយក្នុងការទៅចែកគ្នាបាទដោយសារវីដេអូនេះរៀងវែងអញ្ចឹងអរគុណជំរាបលាយើងជួបគ្នានៅវីដេអូក្រោយទៀតហើយកុំភ្លេចយើងមាន playlist ចូលទៅមើលក្នុង playlist វិញទើបមានលំដាប់មានដោយបាទអរគុណបាយបាយ